បងប្អូនណាខ្លះអត់ស្គាល់ស្លឹកស្អំបងប្អូននេះមើលហើយនេះស្អំធម្មជាតិស្អំខ្មែរយើងបងប្អូននេះជៀនពងទាបងប្អូនអើយឆ្ងាញ់សាហាវឆ្ងាញ់ណាស់នេះបងប្អូនខ្ញុំដាំច្រើនណាស់ប៉ុន្តែវាបានតែមួយដើមហ្នឹងបងប្អូនវាគង់តែមួយដើមហ្នឹងហើយលាស់ភ្លៀងលាស់ភ្លៀងធ្លាក់ភ្លៀងមកឥឡូវវាលាស់ខ្ចីល្អមែនតើបងប្អូនអរគ្នាអូជាតិនេះចិត្តសាតាពាំងក៏បានដែរបងប្អូនអរគ្នាយើងយកទៅស្លជាមួយតាពាំងសាបវាក៏ឆ្ងាញ់ដែរបងប្អូនវារៀងធំក្លិនបន្តិចប៉ុន្តែបងប្អូនអ្នកណាដែលចូលចិត្តហូបវាគឺឆ្ងាញ់បងប្អូនហ្នឹងណាអូយឡើងខ្ចីហ្មងហើយបងប្អូនបេះវាយើងអត់បេះវាទៅទាំងអស់ចឹងទេបងប្អូនយើងបេះវាតាវាត្រឹមស្លឹកទី3ចឹងបងប្អូនអាហ្នឹងបានវាខ្ចីល្អបងប្អូនជៀនពងទាយជីថាឆ្ងាញ់អ្នកសាហាវហ្មងបងប្អូនអើយតែឃើញឃ្លានទេបងប្អូននេះចូលមកបេះទេបងប្អូនយកទៅជៀនពងទាអូយឡើងខ្ចីហ្មងផ្លែធម្មជាតិនៅស្រុកស្រែខែនៅខ្វះបងប្អូនស្អីក៏មានហូបដែរដោយសារតែធ្លាក់ភ្លៀងចឹងយើងដាំដុះបានផលល្អចឹងបងប្អូនឃើញទេអូយតំណងមែនតើ